សៀវឈីមិននឹងអាចទៅរួចអ្នកទាំង3ច្បាស់ជាបានលាក់បាំងក្លិនអายមនុស្សកាកសំណល់កម្រិតហ្វឹកហាត់ជាងអ្នកមិននឹងអាចដល់កម្រិតសាងមូលដ្ឋានទៅសៀវឈីឯងមិនអីទេមែនទេបងពីខ្ញុំមានដៃជើងល្អតាអាចមានរឿងអីទៅខ្ញុំចង់ដឹងណាស់ថានរណាហ៊ានមកវាប្រហារត្រកូលឈៀនទាំងកណ្ដាលថ្ងៃចេះបែបនេះច្បាស់ជាមនុស្សដែលជាប៉ៃលៀនបញ្ជូនមកហើយចង់ឆ្លៀតឱកាសពេលបងពីចូលស៊ុបនឹងមន្តអាគមសម្រាប់ខ្ញុំកុំសង្ឃឹមឡើយពេលនេះមានខ្សែដាវពោធិសត្វដែលខ្ញុំឲ្យហើយបងពីមិនអាចចូលស៊ុបនឹងមន្តអាគមបានទៀតទេមិននឹងអាចទៅរួចក្របពូជបិសាចទៅតែធ្វើទុកសោះមិនខ្វល់ទេថ្ងៃនេះឈៀនយានសានត្រូវតែស្លាប់បើមិនអញ្ចឹងទេត្រកូលឈៀននឹងរួបរวมគ្នាច្បាស់ជាប៉ះពាល់ដល់ផែនការធំមិនខានមិនស្រួលទេមិត្តឈៀនចូលស៊ុបនឹងមន្តអាគមហើយមិត្តទាំងអស់គ្នាមកបង្ក្រាបបិសាចជាមួយខ្ញុំបង្ក្រាបបិសាចប៉ៃនាងសៀនាងថាខ្ញុំជាបិសាចក្នុងសៀវភៅដើមបន្ទាប់ពីបងពីចូលស៊ុបនឹងមន្តអាគមរហូតដល់ឈួតប៉ៃនាងសៀក៏នាំមនុស្សមកដកឆ្អឹងដាវទាំងរស់បំផ្លាញរាងកាយដាវមនុស្សចង្រៃនេះច្បាស់ជាឃើញបងពីមិនបានចូលស៊ុបនឹងមន្តអាគមក៏ចាប់ដើមប្រឌិតរឿងហើយពិតជាគ្មានកេរ្តិ៍ខ្មាស់ស្មែងជាយានសានអញជាអ្នកហាត់គុនអញហ៊ានតាំងខ្លួនជាកម្ពុជាអ្នកហាត់គុនមានវិជាដាវឯងដល់កម្រិតចេញទេវតាចូលបិសាចហើយនាងនិយាយម្ដងទៀតមើលថាខ្ញុំជាយានសានចូលបិសាចរត់វិញ្ញាណដាវរបស់នីទុតិជីគ្មានសញ្ញាចូលបិសាចសោះគ្រូសាប៉ៃចេះតែចោទគេថាចូលបិសាចហួសហេតុពេកហើយនេះតើមានរឿងអីទៅហេតុអីផែនការបរាជ័យសុំទោសខ្ញុំឃើញភ្នែកនីទុតិជីឡើងក្រហមប្រហែលជាខ្ញុំមើលខុសហើយមើលខុសក៏ចាប់ដែរបងប្រុសទី2ខ្ញុំត្រូវនាងចោទថាចូលបិសាចខូចកេរ្តិ៍ឈ្មោះប៉ះទង្គិចផ្លូវចិត្តសងជំងឺចិត្តត្រូវតែសងជំងឺចិត្តចង់ឲ្យខ្ញុំសងជំងឺចិត្តយល់សប្ទៅរឿងថ្ងៃនេះគ្រូសាជីខ្ញុំក៏ទុកហើយថ្ងៃក្រោយនឹងទៅរកគ្រូសាប៉ៃទាសំណងសៀវឈីថ្ងៃនេះអរគុណអញហើយថ្ងៃក្រោយប្រពន្ធបងអញអាចស្ទាបបានប្រើបានតាមសប្បាយបើគ្មានដាវដែលសៀវឈីឲ្យទេភ្នែកក្រហមមិញនេះច្បាស់ជាធ្វើឲ្យខ្ញុំនិងគ្រូសាជីតច្រកមិនខានសៀវឈីសុំទោសបងទី2ការពីកាដូអញមិនបានល្អវាបែកបាត់ហើយមិនអីទេបងទី2បដូរថ្មីទៅបានហើយបងទី4ជាជាងតុងតោះពួកយើងទៅផ្ទះឥឡូវនេះរកបងទី4ជួសជុលដាវសំណាងហើយដែលបានលីងជីបើមិនមែនដោយសារខ្សែដាវដែលគាត់ឲ្យទេឈៀនយុនសានប្រកាសជាចូលផ្លូវងឹតហើយថ្ងៃនេះសៀវឈីកុំខឹងអីថ្ងៃនេះទើបតែមានទំនិញល្អមកដល់ចាំបងចម្រាញ់ថ្នាំប្រលឹងឲ្យអញប្រកាសជាអាចជួយអញឲ្យទម្លុះដល់កម្រិតយានយីងបានមិនខានអញកុំបារម្ភដល់ពេលនោះត្រកូលឈៀនទាំងមូលក្រៅពីឈៀនយ៉ាងឈួនគ្មាននរណាជាគូប្រកួតរបស់អញទេត្រូវហើយគ្រាប់ពុតឈាមដែលពុកបានរៀបចំចម្រាញ់ក៏ចិត្តរួចរាល់ដែរដល់ពេលនោះអញអាចយកវាទៅថ្វាយលោកម្ចាស់នោះដើម្បីបដូរយកសំណាងដ៏ធំធេងបងប្រុសនាំខ្ញុំទៅរួមចម្រាញ់ប្រលឹងមួយផ្លែទៅខ្ញុំមានគំនិតល្អមួយតំបន់អាចកំបាំងឆាំងវូទៅមិនបានទេក្នុងសៀវភៅដើមបងទី3និងបងទី4គឺស្លាប់នៅទីនេះត្រូវសត្វចម្លែករាប់ម៉ឺនក្បាលស៊ីទាំងរស់គ្មានសល់ឆ្អឹងទេអីគេនេះជាចុងបញ្ចប់របស់ខ្ញុំនិងបងទី3ស្លាប់គ្មានសល់សាកសពមិនបានទេត្រូវរកវិធីជួយពួកគេបើបងធំអាចទៅជាមួយពួកគេក៏ល្អដែរដោយសារកម្រិតដាំដុះរបស់បងធំប្រកាសជាអាចការពារបងទី3និងបងទី4បានដោយសុវត្ថិភាពថ្មីនេះបងក៏ទំនេរដែរដល់ពេលនោះបងនឹងនាំសៀវឈីព្រមទាំងប្អូនទី3និងទី4ទៅវឹកហាត់នៅតំបន់អាត់កំបាំងឆាងវូល្អតាខ្ញុំមិនទាន់ធ្លាប់ទៅតំបន់អាត់កំបាំងផងចាំសិនហ្វូងសត្វចម្លែកនោះគឺជាអន្ទាក់ដែលបងប្អូនត្រកូលប៉ៃរៀបចំឡើងសម្រាប់បងទី3និងបងទី4ចុះបើពួកគេដឹងថាបងធំក៏ទៅដែរហើយបដូរទៅប្រើវិធីពីស្ពូជាងនេះគិតយ៉ាងម៉េចទៅត្រូវហើយការចេញទៅលើកនេះបងមិនចង់ឲ្យគេចាប់អារម្មណ៍ទេដល់ពេលនោះបងនឹងលាក់កម្រិតដាំដុះនិងលាក់អត្តសញ្ញាណពិតប្រាប់អ្នកក្រៅថាបងជាអង្គរៈផ្ទាល់ខ្លួនរបស់សៀវឈីទៅវ៉ាបងធំប្រៀបដូចជាព្រូនក្នុងពោះខ្ញុំអញ្ចឹងនេះពិតជាធ្វើឲ្យធូរទ្រូងមែនហេតុអីក្នុងចិត្តសៀវឈីតែងតែមានការប្រៀបធៀបដេះដាអញ្ចឹងបងប្រុសឆ្នាំបំបាំងកាយនេះនឹងមិនត្រូវគេមើលធ្លុះទេមែនទេកុំបារម្ភត្រឹមតែមួយគ្រាប់អាចបន្លំភ្នែកគេបានហើយ
ស៊ីវជីឯងមិនបាច់បារម្ភពីរឿងឬគោវិញ្ញាណក្បាច់គុណនោះទេឯងមើលចុះទាំងនេះគឺជាវត្ថុធាតុដើមសំថ្នាំដែលបងប្រុសរៀបចំសម្រាប់ឯងឲ្យតែប្អូនស្រីលីនឈីរបស់បងចង់បានអ្វីបងប្រុសនឹងធ្វើវាសម្រាប់ឯង អរគុណបងធំយ៉ាងណាមិញគ្រួសារឈិនជាវ័យរបស់យើងមានអំណាចខ្លាំងណាស់អ្នកណាដែលលេចឈ្មោះបងធំឈិនយានឆនសុទ្ធតែត្រូវទុកមុខ គ្រូសាឈិនយិនឆនលីនឈីខ្ញុំចំណាំពួកឯងទុកហើយ បើមិនមានស៊ីវជីទេផែនការអាក្រក់របស់ត្រកូលបៃមកលើត្រកូលឈិនយើងប្រហែលជាបានសម្រេចបាត់ទៅហើយរឿងដែលនាងធ្លាប់និយាយពីមុនថាត្រកូលបៃលួចយកមនុស្សរស់និងប្រឡឹងទៅសោកឆ្នាំនោះតើពួកឯងស៊ើបអង្កេតដល់ណាហើយបងធំកុំបារម្ភពេលស៊ីវជីប្រាប់យើងសម្លេងក្នុងចិត្តរបស់នាងបានបញ្ជាក់ពីកន្លែងសោកឆ្នាំពួកយើងបានទៅស៊ើបអង្កេតរួចអស់ហើយពួកសត្វត្រីឆានដែលសម្លាប់មនុស្សមិនញើសដៃទាំងនេះពេលនេះដែនដីអាចកំបាំងឆាំងអ៊ូបឺមុខជានឹងបែងចែកកម្លាំងមនុស្សរបស់ត្រកូលបៃជាច្រើននេះជាឱកាសដ៏ល្អបំផុតសម្រាប់ពួកយើងទៅជួយសង្គ្រោះ ល្អត្រូវតែជួយសង្គ្រោះមនុស្សទាំងអស់ឲ្យបានស៊ីពួកឯងទៅដែនដីអាកំបាំងចុះរឿងខាងក្រៅទុកឲ្យពុកចាត់ចែងបងប្រុសឯងនៅកម្រិតយានយីងដំណាក់កាលកណ្ដាលហើយមានរឿងអីឲ្យបងប្រុសឯងធ្វើទៅកុំឲ្យរបួសឲ្យសោះ ប្អូនស្រីក្មេងនោះបានរត់ចេញពីរូងសូត្រប្រលឹងតាំងពីយប់មិញពេលនេះចិត្តចូលក្រុងហើយ ល្អណាស់លោកពុកអាចចាត់ចែងមនុស្សឲ្យបញ្ចេញដំណឹងនេះបានហើយចាំពេលពួកយើងចេញពីដែនដីអាចកំបាំងនឹងអាចឃើញទស្សនវិជ្ជាត្រកូលឈិននិងលីនឈីត្រូវមនុស្សពេញពិភពលោកជាប្រតិចហើយហាហាហា ល្អស៊ីឆ្លាតណាស់ត្រកូលឈិនជួបព្រោះធំហើយលើកនេះ លីនឈីឲ្យលីនឈីខ្ញុំពិតជាអត់ធ្មត់លេងបានចង់ឃើញទឹកមុខរបស់ឯងពេលត្រូវគេជាប្រតិចនិងធ្លាក់ចូលក្នុងពួកច្រំណាស់